បាខែងជាប្រាសាទភ្នំដែលមានកម្ពស់45ម៉ែត្រមានប្រាង្គតូចៗសរុប108រួមទាំងប្រាង្គកណ្ដាលសំខាន់ជាងគេមួយទៀតគឺ109តួប្រាសាទដែលមានរាងពីរ៉ាមីតជាថ្នាក់ៗគឺសង់អំពីថ្មភក់ចំណែកប្រាង្គរណបដែលនៅជុំវិញប្រាសាទគឺសង់អំពីឥដ្ឋប្រាសាទនេះសាងសង់លើភ្នំធម្មជាតិមួយដែលមានកម្ពស់65ម៉ែត្រភ្នំនេះត្រូវបានគេហៅថាភ្នំកណ្ដាលដោយសារភ្នំនេះស្ថិតនៅចំកណ្ដាលភ្នំដ៏ពិសិដ្ឋពីរទៀតគឺភ្នំបូកនិងភ្នំក្រោមប្រាសាទភ្នំបាខែងមានឈ្មោះដើមថាប្រាសាទយសោធរេស្វរៈត្រូវបានគេចាត់ទុកថាជាប្រាសាទដែលសង់តាមក្បួនខ្នាតគម្ពីរវេទនៃព្រហ្មញ្ញសាសនាយ៉ាងត្រឹមត្រូវឥតខ្ចោះមួយនិងមានលក្ខណៈពិសេសច្រើនយ៉ាងដោយទស្សនវិស័យគ្រប់ជ្រុងជ្រោយនៃប្រាសាទនេះសុទ្ធតែមានអត្ថន័យតំណាងឲ្យផ្នែកណាមួយនៃអាទិទេពឬលំនៅឋាននៃអាទិទេពបាខែងមានរាងជាសាជីជ្រុងសង់ជា7ជាន់ដែលតំណាងឲ្យឋានសួគ៌ទាំង7ជាន់របស់ព្រះឥន្ទនៅជុំវិញតួប្រាសាទជារាងសាជីនេះមានប្រាសាទរណបសង់ពីឥដ្ឋជាច្រើនព័ទ្ធជុំវិញដែលគេរាប់ជាន់នេះថាមួយជាន់ដែរជាន់ផ្ទាល់ដីនេះមានប្រាសាទសង់ពីឥដ្ឋចំនួន44ដែលជាតួលេខតាមព្រហ្មញ្ញសាសនាតំណាងឲ្យភាពរឹងមាំគង់វង្សដោយការជ្រោមជ្រែងពីអាទិទេពសម្រាប់ឧទ្ទិសដល់ភាពរឹងមាំនៃប្រាសាទនិងប្រទេសជាតិបន្ទាប់មកយើងឃើញមានប្រាង្គ5ជាន់តម្រៀបគ្នាស្មើទៅលើដោយក្នុងមួយជាន់មានប្រាង្គចំនួន12គេសន្និដ្ឋានថាលេខ12នេះគឺតំណាងឲ្យស្ដេចសត្វទាំង12ឬឆ្នាំទាំង12ដែលជាសេនារបស់ព្រះកាលដូច្នេះតួលេខនេះគឺតំណាងឲ្យព្រះកាលដែលជាអាទិទេពតំណាងឲ្យសិរីសួស្តីបន្ទាប់មកទៀតនៅជាន់លើបំផុតមានប្រាង្គធំ5ដែលប្រាង្គកណ្ដាលធំជាងគេជាប្រាង្គរាជជាទីតម្កល់ព្រះសិវលិង្គឈ្មោះថាយសោធរេស្វរៈឈ្មោះនេះមានសេចក្តីបកប្រែពីភាសាសំស្ក្រឹតមកថាការបង្ហាញនៃសិវៈជាម្ចាស់នៃព្រះបាទយសោវរ្ម័នដែលរៀបចំព្រះរាជពិធីតម្កល់ដោយព្រះរាជគ្រូប្រចាំប្រទេសមួយអង្គព្រះនាមថាវាមសិវៈប្រាង្គកណ្ដាលនេះតំណាងឲ្យកំពូលភ្នំកៃឡាសដែលជាទីឋានរបស់ព្រះឥសូរចំណែកឯប្រាង្គទាំង4នៅជុំវិញប្រាង្គកណ្ដាលនេះគឺតំណាងឲ្យសសរអភិរម្យទាំង4សម្រាប់ជ្រែងទុកឋានទាំង3គឺឋានបាតាលឋានមនុស្សនិងឋានទេវតាក៏ជាទីតំណាងឲ្យលំនៅនៃទេវតារក្សាលោកបាលទាំង4ទិសគឺប្រាង្គទិសឦសានឬទិសខាងជើងឈៀងកើតជាព្រះរាជវាំងឈ្មោះឦសានវតីរបស់ព្រះឥសានលោកជាអាទិទេពគ្រប់គ្រងទៅលើភាពចម្រុងចម្រើនប្រាង្គទិសអាគ្នេយ៍ឬទិសខាងកើតឈៀងត្បូងជាព្រះរាជវាំងឈ្មោះតេជោវតីរបស់ព្រះអគ្គីឬព្រះអគ្និលោកជាអាទិទេពគ្រប់គ្រងទៅលើពន្លឺឬភ្លើងនៃចំណេះដឹងប្រាង្គទិសនិរតីឬទិសខាងត្បូងឈៀងលិចជាព្រះរាជវាំងឈ្មោះរក្សាវតីរបស់ព្រះនិរតិឬព្រះនិរតីលោកជាអាទិទេពគ្រប់គ្រងទៅលើខ្មោចព្រាយបិសាចទុក្ខវេទនាភាពក្រីក្រជំងឺនិងការស្លាប់ចំណែកឯប្រាង្គទិសពីយប់ឬទិសខាងលិចឈៀងជើងជាព្រះរាជវាំងឈ្មោះគុន្ធវតីរបស់ព្រះវាយុឬព្រះវិយោដែលលោកជាអាទិទេពគ្រប់គ្រងទៅលើហិង្សាឬការបំផ្លិចបំផ្លាញលើសពីនេះទៅទៀតបើយើងសម្លឹងមើលពីជាន់ក្រោមទៅលើតាមទិសនីមួយៗទាំង4ទិសយើងអាចមើលឃើញកំពូលប្រាង្គចំនួន33ដែលជាតួលេខតំណាងឲ្យកំពូលអាទិទេពទាំង33អង្គនៅក្នុងព្រហ្មញ្ញសាសនាដែលក្នុងនោះមានអាទិទេពតំណាងឲ្យភពទាំង12មាន12អង្គអាទិទេព8អង្គទៀតតំណាងឲ្យលោកធាតុទាំង8គឺទឹកដី
ភ្លើងខ្យល់អាកាសព្រះច័ន្ទព្រះអាទិត្យនិងព្រលឹងអាទិទេព11អង្គទៀតជាក្រុមអាទិទេពរបស់ព្រះឥសូរដែលត្រូវបានគេហៅថាក្រុមអាទិទេពរុទ្រៈនិង2អង្គទៀតជាអាទិទេពបងប្អូនភ្លោះដែលតំណាងឲ្យថ្នាំសង្កូវនិងការព្យាបាលប្រាសាទនេះមានប្រាង្គរណបទាំងអស់ចំនួន108ដែលតួលេខនេះជាតួលេខមួយសំខាន់បំផុតនិងត្រូវបានគេឃើញជាញឹកញាប់ក្នុងព្រហ្មញ្ញសាសនាព្រោះតំណាងឲ្យឈ្មោះទាំង108របស់ព្រះសិវៈហើយអាទិទេពជាច្រើនក្នុងព្រហ្មញ្ញសាសនាច្រើនតែមានឈ្មោះចំនួន108ទើបគេជឿថា108ជាតួលេខសំខាន់សម្រាប់តភ្ជាប់អាត្មាមនុស្សទៅនឹងអាទិទេពហើយធម៌ឬបាលីផ្សេងៗក៏គេតម្រូវឲ្យសូត្រគ្រប់108ចប់ទើបស័ក្តិសិទ្ធិនិងមានប្រសិទ្ធភាពប្រាសាទភ្នំបាខែងទាំងមូលមានកំពូលសរុបចំនួន109ដោយរួមបញ្ចូលប្រាង្គរណបទាំង108និងប្រាង្គសំខាន់នៅចំកណ្ដាលមួយដូច្នេះប្រាសាទនេះទាំងស្រុងគឺតំណាងឲ្យភ្នំព្រះសុមេរុតាមទេវកថាក្នុងគម្ពីរវេទរបស់ព្រហ្មញ្ញសាសនាភ្នំព្រះសុមេរុមានកំពូលសរុបចំនួន109ដែលកំពូលនីមួយៗសុទ្ធតែជាព្រះរាជវាំងរបស់អាទិទេពហើយកំពូលដែលខ្ពស់ជាងគេគឺជាព្រះរាជវាំងនៅឯឋានកៃលាសរបស់ព្រះសិវៈឬព្រះឥសូរនៅផ្នែកខាងកើតនៃប្រាសាទមានតួប៉មពីរទៀតសាងពីថ្មភក់ហៅថាហោត្រៃនៃប្រាសាទជាបណ្ណាល័យសម្រាប់តម្កល់ទុកគម្ពីរសាសនានិងក្បួនខ្នាតសំខាន់នានារបស់នគរក៏ជាទីសម្រាប់បូជាដល់ព្រះគិនេស្យដែលជាអាទិទេពគ្រប់គ្រងទៅលើគម្ពីរវេទផងដែរប្រាសាទភ្នំបាខែងមានកំពែងព័ទ្ធជុំវិញនិងមានច្រកចូលទាំង4ទិសតែមានជណ្ដាលឡើងភ្នំតែ3ទិសប៉ុណ្ណោះចំណែកទិសខាងត្បូងមិនឃើញមានស្លាកស្នាមធ្វើជណ្ដាលឡើងនោះទេព្រះរាជគ្រូវាមៈសេវៈបានជ្រើសរើសទីតាំងសាងសង់ប្រាសាទនេះនៅលើភ្នំធម្មជាតិមួយដែលស្ថិតនៅចន្លោះភ្នំធម្មជាតិពីរទៀតគឺភ្នំបូកនិងភ្នំក្រោមដែលជាមុំពិសិដ្ឋ3នៃត្រីកោណត្រីមូរតិក្នុងការឧទ្ទិសដល់អាទិទេព3អង្គសំខាន់គឺព្រះព្រហ្មជាអាទិទេពបង្កើតលោកព្រះវិស្ណុជាអាទិទេពថែរក្សាលោកនិងព្រះសិវៈជាអាទិទេពបំផ្លាញលោកនិងបង្កើតឡើងវិញនេះជាសក្ខីភាពក្នុងការបង្រួបបង្រួមជាតិតាមរយៈសាសនានិងបង្ហាញពីការគាំទ្រទាំងអស់ដល់អ្នកគោរពលទ្ធិផ្សេងគ្នាភ្នំបាខែងជាចំណុចកណ្ដាលនៃភ្នំទាំង3នេះជាកំពូលនៃត្រីកោណពិសិដ្ឋនេះទើបត្រូវបានគេសាងសង់តំណាងឲ្យកំពូលនៃចក្រវាឡសម្រាប់យកជាតំបន់ពិសិដ្ឋនៃផ្ចិតរាជធានីដ៏រុងរឿងមួយនៃក្រុងអង្គរដំបូងគេគឺយសោធរបុរៈឲ្យប្រៀបដូចជាកំពូលចក្រវាឡនៅកណ្ដាលទីក្រុងដែលតំណាងឲ្យភាពរុងរឿងដល់កំពូលរបស់ចក្រភពខ្មែរតាមសិលាចារឹកនៅប្រាសាទភ្នំបាខែងនេះបានឲ្យដឹងថាប្រាសាទនេះត្រូវបានរៀបចំសម្ពោធឲ្យប្រើប្រាស់នៅឆ្នាំ910ហើយចាប់ផ្ដើមកសាងក្នុងចន្លោះពីឆ្នាំ889ដល់910នៃរជ្ជកាលព្រះបាទយសោវរ្ម័នទី1បន្ទាប់ពីឡើងគ្រងរាជយបន្តពីបិតាព្រះបាទយសោវរ្ម័នទី1បានសាងសង់ប្រាសាទលលៃដើម្បីឧទ្ទិសដល់បុព្វការីជននៅលើកូនកោះមួយចំកណ្ដាលបារាយណ៍ឥន្ទ្រតដានៃរាជធានីហរិហរឡៃតែដោយសាររាជធានីនេះសម្បូរដោយសំណង់ប្រាសាទនានាពិបាកក្នុងការរៀបចំទីក្រុងទើបព្រះអង្គសម្រេចចិត្តជ្រើសរើសទីតាំងថ្មីមួយដើម្បីកសាងប្រាសាទសម្រាប់រាជនិងរៀបចំទីក្រុងដ៏រុងរឿងមួយក្នុងរជ្ជកាលរបស់ព្រះអង្គព្រះរាជគ្រូប្រចាំប្រទេសទាំងអស់ជាពិសេសព្រះរាជគ្រូវាមៈសេវៈបានជ្រើសយកទីតាំងមួយនៅទិសពាយព្យនៃរាជធានីហរិហរឡៃដោយព្យាករណ៍ឃើញនៅតំបន់នេះ
មានភ្នំធម្មជាតិ3មានទីរៀងគ្នាជាត្រីកោណសមបាតត្រឹមមានភ្នំកណ្ដាលមួយជាកំពូលដែលមានអត្ថន័យជាពិសេសក្នុងព្រហ្មញ្ញសាសនាទើបព្រះអង្គបញ្ជាឲ្យគេលើកផ្លូវមួយចេញពីជ្រុងពីយប់នៃបារាយណ៍ឥន្ទ្រតដាចាក់ត្រង់ទៅទិសពីយប់បត់ចូលទៅចំកណ្ដាលចំហៀងខាងកើតនៃភ្នំកណ្ដាលនោះភ្នំកណ្ដាលនោះត្រូវបានព្រះអង្គយកជាផ្ចិតនៃរាជធានីដោយមានសង់ប្រាសាទយសោធរេស្វរៈនេះដើម្បីតម្កល់សេមលង្ករាជសម្រាប់ព្រះអង្គជាការឧទ្ទិសខ្លួនព្រះអង្គថ្វាយចំពោះព្រះឥសូរគ្រាជាមួយគ្នានេះព្រះអង្គក៏បានបញ្ជាឲ្យគេលើកកំពែងរាជធានីព័ទ្ធជុំវិញតំបន់កណ្ដាលនេះកំពែងនេះមានប្រវែង4គីឡូម៉ែត្រ4ជ្រុងសង់ពីឥដ្ឋមាន2ជាន់និងមានគូទឹកនៅចំកណ្ដាលព្រះអង្គក៏បានសង់ប្រាសាទពីរទៀតមួយនៅលើភ្នំបូកនិងមួយទៀតនៅលើភ្នំក្រោមជាប្រាសាទមានប្រាង្គ3សម្រាប់ឧទ្ទិសដល់អាទិទេព3អង្គនៃលទ្ធិត្រីមូរតេតំណាងឲ្យការបង្រួបបង្រួមជាតិតាមរយៈសាសនាព្រោះគេក៏ឃើញព្រះអង្គមានសាងសង់អាស្រមចំនួន100ទូទាំងប្រទេសសម្រាប់ឥសីតាបោះសំណាក់ធម៌និងឃើញមានសង់ប្រាសាទសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានផងដែរនោះគឺប្រាសាទទេពប្រណម្យក្រៅពីនេះព្រះអង្គបានបញ្ជាឲ្យគេជីកបារាយណ៍ធំមួយដែលមានប្រវែងបណ្ដោយ7500ម៉ែត្រនិងទទឹង1800ម៉ែត្រមានឈ្មោះថាបារាយណ៍យសោធរតដាឬបារាយណ៍ខាងកើតសម្រាប់ស្តុកទឹកបន្ថែមដល់រាជធានីយសោធរបុរៈនិងពង្រឹងវិស័យកសិកម្មសម្រាប់ជិះស្បៀងដ៏បរិបូរណ៍ដល់ប្រជាជននិងកងទ័ពដែលជាគ្រឹះយ៉ាងមាំសម្រាប់ទ្រទ្រង់ដល់ប្រទេសជាតិយសោធរបុរៈជាទីក្រុងទី3បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី2រើរាជធានីមកតំបន់សៀមរាបនេះដែលរាជធានីទី1មានឈ្មោះថាមហិន្ទ្របរពតមានទីតាំងនៅលើភ្នំគូលែនឯរាជធានីទី2ឈ្មោះហារិហរឡៃនៅតំបន់ប្រាសាទលលៃនិងបាគងផ្ដើមពីក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី1បន្ទាប់មកទើបមកដល់រាជធានីយសោធរបុរៈនេះដែលផ្ដើមពីរជ្ជកាលព្រះបាទយសោវរ្ម័នទី1តទៅដោយមានភ្នំកណ្ដាលនេះជាផ្ចិតហើយភ្នំនេះត្រូវគេបដូរឈ្មោះទៅជាយសោធរេស្វរគិរីព្រោះយកឈ្មោះភ្នំតាមសេវលឹង្គដែលតម្កល់នៅលើប្រាសាទលើភ្នំនេះហើយក្រោយមកនៅចុងសតវត្សទី16ឈ្មោះភ្នំនេះត្រូវបានគេហៅជាថ្មីថាភ្នំបាខែងហើយប្រាសាទយសោធរេស្វរៈក៏ត្រូវបានគេហៅថាប្រាសាទភ្នំបាខែងចំណែកឯរាជធានីយសោធរបុរៈត្រូវបានគេហៅឈ្មោះថារាជធានីអង្គរ